To our heart's content. ลูก้า ลูก้าthời là chính อ๋อหายไม่ได้เลยโยแลน Maxman Claude ដូចជាមិនជា hero ដែលត្រូវយកមកលេងទេព្រោះថា Claude ដើរ lane face off បាទមួយ character ខ្លាំង មាន Bruno ដែរ Bruno បានលេងមួយ Bruno មានអ្នក លេង ផុស បាន ទេ តែបានមួយ Faramis យ៉ាតែអត់មានអ្នកភោគយ៉ាខ្ញុំគិតថា Bruno អាចលេងបាន គាត់ឆ្ងាយមកព្រោះមានហាក្លោមានអីដែរដល់ពេលតែចេញមកល្បីកាន់ lock លេងដល់ កា មកលេង flicker មក ខានលេង អាចបោះស្កូវទៀតអត់តែលើនេះមាន chip ហ៎បាក់តិច បាវអើ Bruno នៅតែជំរឿន ថៃក្រៀលបិទ trick ប្រហែល ថៃក្រៀល Patrick ក៏បាន យ៉ាថៃក្រៀលបិទ trick ប្រហែលបោះស្កៅ ចុះ hand ស្កៅចោះ hand Is picking. last pick ពីខាង Galaxy last pick ESP ឆ្នេះឡើយ ចាញ់ឥឡូវយកមកលេងហ្គេមហើយយ៉ាមានកាត់អត់អូយហើយយ៉ាមួយ chip ងួន កា ណា ត់របៀបត្រូវ ខ្ញុំគិតថានៅបន្ត Lucas លូកាចាំងលើអាចចម្រើសល្អជាង experience land យកឲ្យគេមក សា លេង កាឡូលេងដែរ កលូគេបោះចូល អត់មានអីវាយដែរណាកឡូជីអត់ដឹងណាគេវាយ ហ្នឹងហើយមានណាគេបាយមានណាថែមហ្នឹងទៅការអ្នក front line ព្រោះទៅការត្រាំនេះ back ទៀតមកយ៉ាង mid game back ទៀតបានបារ៉ាតក៏បាន back ទៀតបារ៉ាតឡបារ៉ាតបានហើយ back ទៀតបារ៉ាតអេមបារ៉ាតសួរលេងបានទេ Fight for the Hell Nada. ultimate answer. ជំរឿនគេមាន Hell Nada មាន front line បាក់ map យេ ហ្នឹងលេង បាទទោះជាវាជា hero ដែលពិបាកលេងជាមួយ CC ប៉ុន្តែ hero នេះគឺបានបើកមុខបើក map front line មាន map លេងឲ្យគេគាត់បើអត់មាន map លេង chip ក៏ពិបាកនឹងការ portal ខាងក្រោយខ្នងដែរអាយ៉ា Hamigo Hansi បាទក៏ដូចជា Coach Chai PJ เกมទី3ដែលជាเกมកាត់សេចក្តីដែលនរណានឹងឈ្នះនៅក្នុងការប្រកួតទូទី1 បាទ សប្តាហ៍ទី1 MPL KX រដូវកាលទី8ដែលកំពុងតែលេងលើ device official របស់យើងគឺ Infinite GT 20 Pro បាទចានៅក្នុងហ្គេមនេះដូចជាមានអ្នកឆ្នៃ spell ពីម៉ាឌូនៅតែលេងវ៉ាន់ចិនដដែលក៏ដូចជា Purify ចេញពី IK កុំឲ្យអូពីធ្វើការចាប់បោកគ្រវីរបស់ Yeah បាទ Seconds till the enemy ចឹងក៏សូមស្វាគមន៍អ្នកមកកាន់ការប្រកួត Match them. គូទី1 game ទី3ផងដែរជំនួបជុំគ្នារវាង CU Gaming ត្រូវបាក់គ្នាជាមួយនឹង Galaxy Legend ចាំមើលជាមួយនឹង team ទាំងពីរតែក្រុមមួយណានឹងយក2បន្ទូទៅផ្ទះហើយ team មួយណាបានត្រឹមតែ1បន្ទូតែប៉ុណ្ណោះនៅក្នុងថ្ងៃទី1បាទចឹងបន្ទាប់ផ្សំមកជាមួយនឹងម្នាក់មកបន្ទុកក្នុងដៃណា បាទ ត្រូវ នៅក្នុងហ្គេម3នេះអ្នកណាអ្នកបាន2យើងនឹងដឹងនេពីបន្តិចទៀតបាទចាចូលមកភ្លាមនៅ mid lane យើងក៏បានឃើញដែរស៊ីក៏មិនសូវជាតក់ហោក្នុងការ clear lane មុនអីដែរប៉ុន្តែ IK ត្រូវការ repair លឿនបន្តិច បាទ បាទអញ្ចឹងជាការចាប់ផ្ដើមរៀនភាពការស្កាប់ស្ងាត់ level គឺសំខាន់មែនទែនហើយជាពិសេសដូចហ្គេមទី1និងហ្គេមទី2ក៏រៀនហើយការ fail team fight ឬក៏ការឲ្យគេ pick off early game ធ្វើឲ្យហុចដងហុចផ្លែគេ snowball យើងយកមក ជាមូលហេតុដែរដែលបច្ចុប្បន្ន game នេះក៏លេងយក safe ដែរ បាទ លេងចាំលេងមក objective យកតែ បាទត្រឹមត្រូវហើយ អត់មានឆ្នៃទេអត់មានអ្នកណាឆ្នៃទេ ចំសិងគាត់យក basic comment បាទ មកស្គាល់ ហើយ គាត់ ហ្នឹង ហ្នឹង ទៅយកហ្នឹងតែគាត់ថាគេបើឆ្នៃឆ្ងាយទី2 Master Assassin មួយតាណា City ហ្នឹងវាច្រើនតែលើនេះគាត់យកជាមួយនឹងតាណា City ដោយសារមាន chip មានអីណាមួយដើរ lane មួយGranger ទៅយើងដឹង Granger គឺ zone ទៅលើ Moscow ដែរបាទពីលេខ0ហ្នឹងហើយពីគឺ support ជាមួយនឹង Detective Lom ដែរបាទជាមួយការ farm នៅ early game បានលឿនដូចគ្នាតែ level នៅតែស្មើគ្នាដដែលនោះទេ level 4ទៅ level 4ពីញោះមួយបាទមានការចែកផ្លូវមួយចែកចេញពី2ទេមួយទៅ mid មួយទៅក្រោមមួយទៅលើគ្មានទេបាទនៅសង្ងំធម្មតាបាទជើង Resilient ចេញមកបដាហើយចង់ដឹងថាហ្គេមនេះបើអាចមើលទៅជាមួយ Total ទី1គឺចេញនៅខាងលើរហូតយកមកហ្គេមហ្នឹងគេស្រឡាញ់ខាងលើចុះបែកស្រៀននៅលើចឹងហ្នឹងបាទវាលើចាញ់មក អាយ៉ាអូពីបើជាមួយ skill ពីទៅហើយជាមួយនឹងការភក់លើ shadow តែអត់ទេជាមួយនឹងការលេងស៊ីចង្កេះតាមដល់ការដានសាភក់មួយដាក់ stand ដេញដល់លើអូពីវិញយកតាមដល់អូពីហាក់ដូចជាលោស៊ីក៏មកដល់ជាមួយនឹងការភក់ skill ទៅវិញទៅមកចាប់ចង ultimate ពីបាទដូចចាប់ពី hero តែណាមិនជាមួយនឹង link ទៅចិត្តនោះអត់ហ៊ានវាយទេជាមួយនឹងការ reset ទៅវិញទៅមកដូចគ្នាផងដែរតែមើលជាមួយ total នេះតែជាណាព្រោះថាវ៉ាដូអត់មានជាមួយនឹង ultimate នោះទេបាទបច្ចុប្បន្ន
មកជាមួយនឹង IQ ល្បែ4ដូចគ្នា C copy ultimate អត់ copy alpha ultimate ទេ copy លើលេនណែនវិញទេជាមួយនឹងការ start ទី5វាយតាមដល់ចកាវិទ្យាមន្តកម្លាំងបាក់ ultimate ជួយគ្នាពី IQ តែគេបែតតាមដល់ជាមួយតតទី1បានចុងលលើតែទេបានប្លុកចុងលដូចគ្នាប៉ុណ្ណាវាយដេញវាយតាមដល់ជាមួយនឹងការវាយដេញវាយបាត់បង់ជីវិតលើការដេញសារក៏ដូចជាត្រែជាមួយនឹង OP មកវិញដូចគ្នាប៉ុណ្ណា C ជាមួយនឹងការ solo kill លើ IQ 2ដង2តែតថចូលមកលើ CU ឯណោះវិញទេ ចឹងហ្គេមបាយម៉ែននេះជាមួយនឹងថតទី1បានទៅលើ CPU មែនប៉ុន្តែ2 kill អ្នកដែលចំណេញគឺជាមួយទៅលើ Sing តែគាត់ថែមមកបានមកស៊ីហើយបានមក kill ទៀត តែខាងក្រោមនេះអញបានផតថតដេញវាយតាមដល់ជាមួយនឹង Sing អត់មាន flicker ទេ Sing អញបាត់បង់ជីវិតបានមួយណាដែរតែអត់ទេបាត់បង់ជីវិតជាមួយនឹង C វិញទេ វ៉ាវបាទល្អមែនជាមួយនឹងការកាក់វាយភ្លាម ខាងលើវាយមួយស្មើអាយ៉ាយ៉ាដល់កុំលេងសើចណាកុំលេងសើច ស៊ីចង់កេះពីវ៉ាដូ មិន stack ណាមិញ បាទ បាទទូប៉ែម CC អាយ៉ាខាងក្រោមមិនមកចេះ2តូនស្មើបាញ់2បងពីវិកីបាញ់អត់ចំទេជាមួយនឹងការស៊ីចកេះលេងចកេះរៀងរៀបពីអូពីលឿនគូសំដែរបាទតែបច្ចុប្បន្នការអមុខបុក600ដែរណាពី Galaxy ណង បាទចឹងយើងបានឃើញហើយជាមួយនឹង Sing ក៏ចំណេញដែរមិញ clear បានមក kill មកអាស៊ីហើយគឺរត់គេចខ្លួនផុតពីការតាមចាប់ហើយ clear mid lane បានទៀតចឹងគាត់ clear បាន2ផ្លូវគឺលុយចូលគាត់គឺពេញយកតែម្ដងមកពី Sing បាទចឹងបើសិនជាទុកឲ្យគាត់ fan បានយ៉ាងនេះទៀតអាចនឹង mid game ក៏គាត់ mid debate នឹងការវាយបានជាមួយនឹង Vicky ដូចគ្នាផងដែរបាទហើយដឹងថាជាមួយនឹង game ទី1ដែល Sing គាត់លេងទៅលើ Moscow ហ្នឹងគឺមាន hero ដែលប្រភេទជាមួយនឹង knock up ច្រើនពេកណាចឹងដល់ពេលដែល game នេះគឺស្រួលងាយស្រួលមែនតើសម្រាប់ Sing ចឹងក្នុងការ split pool ឬក៏ជាមួយនឹងការគប់ ultimate ចូល team fight អីគាត់មិនសូវមានហានិភ័យបាទបច្ចុប្បន្នមើលជាមួយនឹង OP ដាក់បាក់ map ដាក់គេ2អាយ៉ាអញបានផតវាយជាមួយយ៉ាងណាជាមួយនឹងការទាញទៅ OP មកបោះឬបានបោះមិនបាននោះទេជាមួយនឹងការស៊ីចកែដាក់ sticker មួយហេដើរចេញធ្វើមិនដឹងតែយ៉ាងណាមិញជាមួយនឹងថតទី2នឹងកើតមកក្នុងពេលបន្តិចទៀតនេះផងដែរជាមួយថតមួយនេះនឹងនៅផ្លូវរបស់ Golan ដូចគ្នាអាយ៉ាអញនឹង start team fight 5តូនស្មើជាមួយយ៉ាងណាដែរយើងមិនតនឹងដូចគ្នាបច្ចុប្បន្នជាមួយនឹង Go ចាប់ដើមស្មើគ្នាមកវិញហើយបងកាកាបាទថតក៏ spawn មកដូចគ្នាការ rotation ពីវ៉ាដូក៏មកដល់ដែរមើលជាមួយ team fight 5តូនស្មើត្រឹមតែ4នាទីទេនឹងទៅជាណាភ្លាមមានការផោកសៀពីសមាជិករបស់ CFU Gaming តែអត់មាន map ជាមួយ Tactic ទេកំពុងតែយក O rank បើដេញបាយជាមួយនឹងការបាន map ពីលេនមកដេញបាយលើ Shadow ដេញ lock យកតាមដល់ជាមួយសមាជិករបស់ CFU យ៉ាងម៉េចទេតមួយនេះក៏ចង់លើកាពីដូចនេះប៉ុណ្ណេះតែ team fight បន្តការវាយបាត់បង់ជីវិតជាមួយ C វ៉ាដូជាមួយការដកថយ reset មកវិញផងដែរ lit 1k go ត្រឹមមក team fight មិញមិនស៊ីកូពីគេលេមើលអត់តន់ ស៊ីកូពី Lucas អត់បានវាយទេបាទមានបានវាយទេគាត់វាយមុនហើយនិយាយមែនបើយើងអាចនិយាយថាបានជាមួយនឹងការ copy អត់តែចេញពីស៊ី2ដងណាដែលគាត់ copy ជាមួយនឹង Lucas ហ្នឹងតែម្ដងខាងលើបាទផតដេញបាយយកតែម្ដងកន្លែងនេះសេងបាត់បង់ជីវិតបាត់ហើយអត់មានជាមួយនឹង flicker ទៀតផងដែររៀងធ្ងន់ហើយជាមួយនឹងការដោះដូរគ្នាចង់ split pool បាយមែនចេញពី Sing តែនៅតែមានការ rotate មកលឿនដូចគ្នាពីសមាជិកអូអាយ៉ាខាងលើអញវ៉ាដូមិនមកចឹងវ៉ាដូមិនមកចាវ៉ាដូ3 kill លើ Galaxy អញយ៉ាកដុំឆាយកែបឆាត្រឹមតែមក team fight snowball ទៅយកតែម្ដងជាមួយនឹងការនាំមកដល់ទៅ 2k goal បាទហើយបាទដូមបាញ់មិញនេះមកដល់គួរទ្វារផ្ទះគេប៉ាម្ចាស់គេនៅផ្ទះត4នាក់តែគាត់មកដែរឥឡូវគាត់មកគាត់ចង់ rotate លើ lane ហ្នឹងយកហ្មងប៉ុន្តែវត្តមាន team គេនៅច្រើនបាទចាឥឡូវជាមួយនឹងបន្ទូ kill បាទត្រឹមរយៈពេលត្រឹមតែ9នាទីទេគឺ2ទល់នឹង6ក៏ដូចជាយើងអាចមើលជាមួយនឹង team បាន game នេះជាមួយនឹង Hunter Strike ហើយនឹង Sky Racer បានចូលទៅលើ Wiki ណា Sky Racer បាទចឹងសម្រាប់ CU នៅ early game ត្រឹម6នាទីបាទ join Galaxy Legend ជាអ្នកនាំមុខ 2k goal គឺច្រើនមែនដែរអញ្ចឹងបើសិនជាគាត់ធ្វើបែបហ្នឹងធ្វើឲ្យ Galaxy គាត់អាចលេងបានច្រើនតម្រង់ព្រោះថាតែមានជាមួយនឹង Cadet Star បាទចាអញ្ចឹង CU គឺគាត់ខាតមួយគាត់អាចsplit clear farm បានទេគាត់ត្រូវតែនៅជុំគ្នាបាទពេលវត្តមាន chip អ្នកដែលនៅ split គឺអាចមានការ pick off មកពី chip ជាពិសេសគឺ Sing នេះឯងបាទឥឡូវអូពីពិបាកចាប់គេណាអូពីគឺពិបាកគេចាប់គេមិនដែរចូលចាប់គេគឺគ្នាគេមកជាមួយនឹងការ back up តនពេលវេលាជាពិសេសបើចាប់បានទៅលើ Shadow បកដាច់ទេព្រោះ hero របស់គាត់អត់មាន damage បាទចាំគេនេះជាមួយនឹងថតនៅខាងក្រៅថតទី3ក៏មានការស្គាល់មកវិញទេវ៉ាដូដូចជាមិនតន់តាន់ជាមួយ Shadow ដូចបាននិយាយ Shadow ក៏ធ្វើអញ្ចឹងលើវ៉ាដូតាំងពី game ទី1មកតែតែភោគទៅលើវ៉ាដូមុននឹង objective ទិញធ្វើយ៉ាងម៉េចឲ្យវ៉ាដូ low យកតែម្ដងបាទតែមកជាមួយនឹងការចិត្តខាងសេង
សេងអត់មាន flicker ទេសេងបាយវល់សេងបាយហើយជាមួយនឹងការផុសថតបាក់មកអូពីក៏បណ្ដោះដែរជាមួយនឹងការបុកអាតែលើវិគីបុកវាយលើវិគីវិញយកតែម្ដងតែបាត់ដូចក៏បាត់បង់ជាមួយដូចគ្នាដែរ3 ទៅ 5អញខំបែកទី5ដែរជាមួយគ្នាណាជាមួយនឹងការដេញបាញ់លើទីយកតែម្ដងជាមួយទីនៅតែដល់ថយបានដូរ target ស្បៃអ្នកក្រោយជាមួយនឹងអូពីបោះ1បោះ2បោះបានឬមិនអត់ទេឆ្វែទៅឆ្វែមកបោះចូល T1 ត្រេជាមួយនឹងការកាប់3តង់បាក់អត់តែជួយគ្នាសៅនេះបានយ៉ាងល្អប៉ុន្តែពី IK តែណាមិញជាមួយនឹង detective អញមានគាត់ណា detective បាត់បង់ជីវិតដែរជាមួយគ្នាណាបាត់បង់ជីវិតជាមួយនឹង detective បាត់ហើយកុំចកាវេទមន្តក៏បណ្ដោះជាមួយនឹងទីក៏បណ្ដោះមកដែរជាមួយនឹងការ T5 វិញយកតែដល់ជាមួយទីដេញបាច់តិចទីដឹកតំលេង T5 វិញនិយាយពីយកតែដល់ជាមួយការ shutdown ស៊ីមតាមកាត់បាត់បង់ជីវិតទេ last man stand ទេបាទដូបាញ់តិចបាញ់ទេ mini act ចូលលើវេគេ វ៉ាវ vibe អត់ទៀតបាត់ហើយពី Galaxy Legend ដែលមានការ spawn មកហើយក៏ដូចជាមានការដាច់ទៅវិញផងដែរពីវត្តមានរបស់ខាង Team CPU Gaming ចឹងរៀងលងខ្លួនឯងមកថនេះអត់មានការវាយទេតែមានការ spawn ជាមួយនឹង Lot ក៏ដូចជា Galaxy Legend កំពុងតែព្យាយាមជាមួយនឹងការpush នៅ T2 Thread នៅខាងផ្លូវ Midland ដូចគ្នាបាទ ងន់យ៉ាប់ខ្ញុំមានអារម្មណ៍ណានៅពេលដែលគាត់អត់យកជាមួយនឹង hero ដែល Sweet ធោះដូចជា Moscow ក៏លេងបានតែនៅពេលដែលគាត់ទៅយក hero ដែល Sweet ធោះទៅលេងជាមួយ Chip គឺបានលេងយើងឃើញអត់ណាគឺគេទៅចាប់តែ hero ដែល Sweet ធោះហ្នឹងឯងហើយបើគាត់ចង់លេង team fight ជុំគ្នាគេមានជាមួយនឹង Faramis ទៀតហើយបើគាត់ copy បានទៅយកជាមួយនឹង Lucas ទេហើយបើសិនឲ្យគាត់លេងមុន hero Valent Bill Mac គឺមិនមែនជា hero ដែលគួរតែបើកជាមួយនឹងbeast load ចូលទៅខាង team fight នោះឡើយបាទអញ្ចឹងធ្វើឲ្យ team fight បាញ់វិញគឺយូរមែនតើតែនៅតែបន្តឲ្យ Galaxy នៅតែយកឈ្នះ team fight ទៅដែររហូតដល់មាន react បានទៅលើ Vicky មានខ្លាំងណាស់ Vicky goal ទៅ top 1យកតែម្ដង 6800 ណាគេធ្ងន់ញាប់ ហ្នឹងហើយ ហ្គេមនេះបាក់ comeback ណាអ្វីដែលសំខាន់ Sky Visa Vicky លុយ8000បាទហើយ Vicky លុយ8000បាទហើយ អូយបថោឈឺយកតែមែនតើ Blue team turret អត់ has been នឹងចូលមក destroyed. ដល់ក្នុងពេលបន្តិចទៀតនេះដូចគ្នា9នាទីលីតដល់7 KGO ចាំមើលអញនឹង defend ជាប់ដែរមួយកយ៉ាងណាពីសមាជិករបស់ CU បាញ់មកគ្រាប់3បងមកគ្រាប់ទៀត low ខ្លាំងមែនតើពី CU លបហោះម៉ូតូមកអើយបងប្រើម៉ាំងចាប់ជាមួយនឹងការ flick បោកវាយយកតែម្ដងបាទ element សែវនេះពី IK អាយ៉ាមកយ៉ាមកចេះបាត់បង់ជីវិតលើ OP បាទគេដេញបាយបន្តទៀតដូចគ្នាឌីមេរបស់សមាជិករបស់ Galaxy គួងយកតែម្ដងជាមួយនឹងការដេញបាយស៊ីក៏ពី element ដេញបាយយកតែម្ដង detective 3តង់តែបាត់បង់ជីវិតជាមួយនឹង C បាទហើយ3ទៅ5ចាំមើល detective តប 2 man stand នៃសាលបាទទូតែម្ដង lot ក៏មានការ clear ដូចគ្នាបាទដែរឱកាសនៃការដកដង្ហើមមានបន្តិចតែដេញបាញ់ជាមួយនឹង weekend តែអាចដកថយបានអត់មានញៀនទេ reset មួយសិន វ៉ាវជាមួយនឹង Galaxy Legend ឯងបន្តនៅវាយទៀតទៅវាយ កដិនសាស ultimate ឲ្យ Deco ទៅទៀតបើកផថមកវិញ អត់វាយទេដកថយអីតាមអូយោ save you ឥឡូវ T3 ក៏មានការបាត់បង់ដូចគ្នាក៏ដូចជាកន្លែងនេះជាមួយនឹងការលេងទៅដល់ late game ដើម្បីឲ្យ Sing គាត់មានចេញមកល្បិចកាន់មកគប់ឡងដល់អ្នកខាងក្រោយព្រោះតែសាមឡងពេលនេះវិញក៏មានលុយច្រើនមែនតើយកតែដល់នេះអត់បងអាកា យេ slot ទី4ទី5មិនទេយកមែនទេបែបក៏អត់ expect ទៅលើ Lucas ទេគាត់ ban for វាហើយមួយទៀត ban អីគេនេះផ្លេចបាត់ហើយបាទដូចជា for វាមួយហើយមួយទៀតទាំង ban អីបាទគាត់តុក Lucas Hanzo យេល្អតាការ ban តែបើបាច់ ban for វាក៏បានដែរគេមិនតាមចិត្តទេ ban Lucas ban Hanzo ល្អណាមួយចេះដែរតែក៏បើសិនយើងមើលតារាងហ្នឹងទៅមកទៅបាក់លេងហ្គេមហ្នឹងយកមកព្រោះបើយើង split មួយកើតបើគេលេង chip គេ rotate មកតែយើងបាទបើគាត់យក chip trick យកជាម៉ាឡេសាបាទបើ trick វាបានដុំហើយលេងជុំគ្នាបានណាលេងមកពីកម្ពុជាហ្នឹងក៏បានគេថាហ្នឹងអញមានភាគរយល្អសម្រាប់គាត់លេងប៉ុន្តែដល់ពេលដែលដូចនិយាយហ្នឹងពេលដែលមានវត្តមាន Moscow ទី1 hero Moscow គឺមិនមែនជា hero ដែល mid game ណាស់ណាទេគាត់កម្រិត1ទី2 hero Moscow គឺតែ split push តែឯងដែលធ្វើឲ្យកដិនសាគាត់ទទួលបានផលមួយនេះដើម្បី pick off ទៅលើ goal របស់ខាង CU ចាំអត់ជានេះក៏គាត់យ៉ាងពិបាកចូលមិនដែរថាតែទិញដាច់លុយទៅលើ Wiki ច្រើនពេកបាទ Wiki ដាច់លុយឡើង3000 goal បាទច្រើនមែនដែរ Winner ចេញមក7-0 KD ពី Wiki ចង់ចាប់ Wiki គឺមិនមែនជាការងាយនោះទេបាទតែមាន IQ ចាំដល់ ultimate បើក cover ដូចគ្នាបាញ់បងលើ detective អឺតអត់ចេញទេ lot នេះចូលមិនកើតនោះទេបាទ free ទៅលើខាងសមាជិករបស់ Galaxy Legend ហើយ lot ទី2អាចបញ្ចប់ហ្គេមនេះដែរឬមួយក៏យ៉ាងណាត្រឹម12នាទីការលេង 10k គូដល់នោះពីក្រញអស់ហើយបាទ Shadow ក៏ធ្វើអញ្ចឹងបាទនិយាយទៅនៅពេលដែលសមាជិករបស់ CPU បានចេញ Shadow គឺគុំពូតាន់យក
ង ព្រោះដោយសាររៀង stir លុយ អត់មានលុយចឹង ហ្នឹងហើយបាទអញ្ចឹងជាមួយនឹង Hilda គាត់ដូចជាមិនសូវពិបាកឯងហើយក្នុង game នេះ Shadow អត់ទាន់ដាច់សម្បីតែម្ដងអញ្ចឹងក្នុងការបើកមុខពី Shadow ក៏ដូចជា Cadenza ធ្វើឲ្យវត្តមានរបស់ team ដល់អ្នកដែលនៅ backline យ៉ា Vicky មានជាមួយនឹង item វិញ ល្អ ច្រើន ដែរបាទ Win and ចាំ Chance full ហ្នឹងណា ការ counter មកដាច់ goal ទៅច្រើនដែរ 10k បាទអាចនឹង full ញេបបាទមើលមើល គាត់អឹប ជាមួយនឹងការបញ្ចប់ game របស់ Galaxy បាទលៀមមកជាមួយនឹងមីងញៀនទាំង3ធ្វើកំណត់ការបុកដូចគ្នាផងដែរអីយ៉ាបោះបានកាដែនសាចំណាយ flicker មួយបាទហើយអូពីក៏ flicker ដូចគ្នាឯងគេអត់មាន ultimate ទេអាចនឹង defend ជាប់អាចនឹង defend ជាប់លបនេះអាចនឹង defend ជាប់អីយ៉ា អីគេ លឿនពេកហើយដូចជាចង់សេទៅលើកាដែនសាខ្លាំងពេកកន្លែងបាញ់មិញនេះបាទអញ្ចឹងជាមួយនឹង lot ទី2នេះ free top ពី CU gaming ដូចគ្នា goal ខុសគ្នា 10k ប៉ុន្តែបើសិនជា goal របស់ CU ឡើងទៅដល់ 40k ដែរ goal គេតាមតនគឺ goal lane គេ make item ពី Sing អាហ្នឹងគឺមានរឿងត្រូវនិយាយគ្នាតទៅមុខទៀត ឥឡូវមកមើលជាមួយនឹង item នេះ Sing ចិត្តចេញជាមួយនឹង Malefic Gun ដែរប៉ុន្តែយើងមើលជាមួយនឹង Vicky គឺ full item យកតែម្ដង Vicky មិន 10k បាទ 8k បាទ 10k ពី Wiki បាទ 8k ដែរ ប៉ុន្តែអាយ៉ាអេខថចូលមកពីកាដែនសាគេឃើញដកថយវិញយកតែម្ដងពីសមាជិក CSU game នេះបើសិនជាបលែងឲ្យ Sing ទៅដល់ late game រៀងមានរឿងថានិយាយ ហ្នឹង ព្រោះដោយ តែ សារ មួយ lot នេះមួយ lot អ្នកបើកមុខមួយ lot ហ្នឹងអាចតន់ណា Malefic Gun ប្រហែលជាខ្វះប្រហែល4 អត់ទេ Malefic Gun ចេញតែអត់ប្រហែលជាអត់ចេញwin ហូបទៅហូបមកអត់បញ្ហាទាញ OP មក OP អត់ flicker ទេ OP អាចមានការបាត់បង់ជីវិតបានហើយពី OP បាក់ ultimate ពីទេតែយឺតពេកអីយ៉ាបាល់ ultimate ពី IK វិញយកទៅតែបងដូចតែបាននិយាយជាមួយនឹងការ copy អីយ៉ា Vicky shut down ពីតទៅមកជាមួយនឹងការវាយយកតាមដល់ពីសមាជិករបស់ CU តែ Galaxy អត់ចាញ់නොយទេអត់ចាញ់ចិត្តទេជាមួយនឹងការ comeback វាយវិញយកទៅដល់3ទល់នឹង2អាម៉េច 8 kill 8 kill សុទ្ធដល់ចូលទៅកាន់ណាគេវិញ ចូលកាន់ Sing អូ អាយ៉ា លុយសុទ្ធហោះចូលទៅកាន់ Sing មិញដូចខ្ញុំបាននិយាយបងកាកានៅពេលដែលស៊ីគាត់សម្រេចចិត្ត copy ultimate របស់ IK ឃើញទេឃើញរូបភាពហ្នឹង copy មកមិន អ្វីដែលខ្ញុំចង់និយាយមិនមែនចង់ឲ្យបើកជុំទេចង់បើក cover នេះដែលចូលទៅចាប់ពី OP មិនឃើញអត់ តា cover របស់ហ្នឹងមិនទៅដល់គ្នានឹង បើសាន់2នាក់ backline ទៅពីក្រោយអត់អីទេតែបើសាន់ទាំង5នាក់អាហ្នឹងបានយើងគិតថាវាកកទាំង5នាក់តែបើសិនជា cover OP មិនបានណា team fight ហ្នឹង change យកហ្មងមិនគឺគាត់ចង់បើក cover ទេ បាទ ព្រោះដោយសារតែត្រូវចាំថា Sing គឺអត់ទៅឈរនៅក្នុង skill របស់សារមីហ្នឹងទេបាទ detective ក៏អត់ឈរអ្នកដែលឈរគឺមានអាចមានវ៉ាឌូ OP ក៏ដូចជា Z ហ្នឹងហើយ3នាក់នេះ តែអ្វីដែលសំខាន់មិញ Vicky ដូចយ៉ាងលឿនដែរបាទ Vicky មិញយ៉ាងលឿនដែរ ក៏បើឃើញគ្នាគេ បាទ ក៏ គ្នា ដែរ ច្រោហើយមកប្រាប់អីយ៉ាមកឲ្យ OP ចុចកាសៀលបោកវាយតាមដល់ជាមួយនឹងការបោះលើកាដែនសាតាទេបោះចេញនេះមកការវិការបោះទៅខាងក្រៅវិញតែសាដូគេវាយដល់ដល់ជាមួយនឹងការបានមិនខំមកគ្នាពី IK ហើយមានការកំបែកដែរមួយគ្នាហើយមួយដែរលេងទៅលេងតែចុចចូលមួយលេងតែណាមកជាមួយនឹងសេវាយយកគប់យកមកសេដកថយមួយជាមួយការ reset តិចមកវិញដូចគ្នា Sing ដូចអត់តន់ចុចវាណាឆៃ ចេញហើយព្រោះដោយសារបើសិនជាអត់តន់ចេញពីអ្នកឆើតនឹងហក់ចូលយកតែម្ដង តែកុំភ្លេចថាហ្គេមនេះមិញអត់មានអ្នកណាតាន់ជាមួយនឹងស៊ីងណាទាំង Shadow ទាំង Lane ទាំងការ Dancer លោតមកគឺស៊ីងវាយទាំងអស់ ណែប្លង់ពេលនេះ Shadow មានជាមួយនឹង Platform ទៀតតែនៅតែជប់អត់ជាប់ បើពេលអត់នៅវ៉ាដូជាអ្នកបើកមុខ អាចហ៊ានលេងអត់មើលអាចហ៊ានលេងឬមួយក៏យ៉ាងណាជាមួយនឹងវ៉ាដូដើរបើកមុខ front line តែសមាជិករបស់ CU គេដឹងម៉ែដូចគ្នាថា lot មានការ reset ជាមួយនឹងការ clear lane ផ្លូវ mid lane ឡើងលើតែមកខាងក្រៅជាមួយនឹងការ flank ដេញវាយយកតាមដល់លើវ៉ាដូបុកវ៉ាដូដាច់វ៉ាដូបាត់ហើយដាច់វ៉ាដូបាត់ហើយជាមួយនឹងការ flicker ដកថយវិញបើកជាមួយដល់ map វ៉ាណាឃើញ map មួយដូចគ្នាដេញចាប់ជាមួយនឹង Signare ជាមួយនឹងការដកថយវិញបន្តទៀតដូចគ្នា ខ្ញុំគិតថាមួយ lot នេះក៏បុកនៅតែមិនចូលដែរបើសិនជាចាប់វត្តមានរបស់ Sing អត់ជាប់ចាជាមួយ lot ក៏មានការ free ចេញពីខាង Galaxy Legend អាចនឹងយកបានហើយមួយទៀតមួយ lot នេះការដឹងថាមាន flicker shadow មាន sprint ណាអញ្ចឹងតើក៏ពិបាក lock ទៅលើ C ក៏ដូចជា Sing ណាយ៉ាតែបាន bet ពី IK អាចបាន bet ព្រោះ Sing មិនចុចពីនេះណាតម្រាំតឡតមកអាចគូដល់ទៅវិញណាវាឈើគូដល់តន់ខ្ញុំគិតថា Sing ឯង save low តិចដូរជាមួយនឹងវាឈើជាមួយនឹង immortal ហ្នឹងទៅគាត់ឯងនឹងទុកហ្នឹងហើយទៅទុកហើយព្រោះដោយសារបាញ់គាត់បើសិនជាទិញឲ្យធំទៀតក៏អាច change ហ្នឹងបានដែរអ្វីដែល change បានគឺមក bet កន្លែងហ្នឹងហើយឡតមកហើយ បាទ
ចឹងចាំមើលមួយឡតនេះអាចនឹងបញ្ចប់ហ្គេមនេះបានដែរទេពី Galaxy Legend បាញ់3គ្រាប់ទៅលើ Sing Low ខ្លាំងមែនតើជាមួយនឹងការដកថយដកដង្ហើមបន្តិចដូចគ្នាប៉ុន្តែ Shadow ធ្វើ front line ដេកកាប់លើ OP មួយតាមប៉ុន្តែឡតចូលផ្ទះមានការតបមកវិញដូចគ្នាយ៉ាងលឿនពី CU game នេះតែមានកកាត់ Super មានសាតាមអ្វីទៀតទេចាំមើលមួយវេទៀតអាចនឹងបញ្ចប់ដែរទេជាមួយ Galaxy Legend លៀម CU ជាមួយនឹងការ rotation ក្នុងការ defend បានយ៉ាងល្អដូចគ្នាការដានសាចំណាយ sticker បានហើយចប់ Shadow គប់មួយប៉ុណ្ណាជាមួយនឹងការដកថយវិញដូចគ្នាអាយូអត់មានដាច់អ្នកណាគេសំបីតែមួយ ប៉ុន្តែ T3 នៅខាងផ្លូវបន្តលេងក៏មានការយកបានពីវត្តមានរបស់ Galaxy Legend ឥឡូវ CFU កំពុងតែធ្វើការជាមួយនឹងការទុកទាហើយព្រោះសារបែក3ផ្លូវអស់ហើយប៉ុន្តែអ្វីដែលសំខាន់ណាបើសិនវត្តមាននៅក្នុងការទុក Sing ហើយទៅដល់ game នេះអត់មានអ្នក lock Sing ទេណាពិបាកមែនតើអ្នកនៅខាងក្រោយ flip អត់ទេ game នេះបើសិនជាអាចពី Galaxy តចាយជីវិតណាគេមួយដើម្បី bait ទៅយល់មែនណាបើសិនជាអត់ចាយជីវិតណាគេដើម្បី bait ជាមួយសមាជិក CFU ឲ្យចាញ់ទេ game នោះគឺគ្មានថ្ងៃបោះដូរអីយ៉ាកាប់3តង់ចប់កាដិនសាបោះកាដិនសាបោកវាយយកតាមនោះកាដិនសាមាន flicker ដែរមានម៉ូតូកាត់មកក្បាត់បងជាមួយកាដិនសាបានហើយបើជាមួយនឹង Ultimate សែវនេះទៅវិញទៅមកបែកក្បាត់ជួប8រៀនជួបជាមួយកាដិនបាត់បងកាដិនសាបែកនៅក្រៅអូពីក្បាត់បងជាមួយ Wiki វិញតែគេមកជាមួយនឹង Lin នេះបែកជាមួយនឹង Lin អីយ៉ាចេញនេះគប់វិញសេញអានេះIt's over បាទហើយបាទ It's over ចាំមើលអញទៅ fan ចោតតែ2ទល់នឹង4លៀមហើយបាញ់3តង់យ៉ាងណាមិញឆាភ្លាមចាំមើលជាមួយនឹងមីញៀនចាំដល់មីញៀនខប់3ស្កានទៅកាន់តែវ៉ាទូជាមួយ Tag Tail ក្បាត់បងជួយ It's over ក៏ដូចជាជ័យជំនះហ្គេមទី3បានទៅលើ Galaxy Legend វ៉ាវជាមួយនឹងគូនេះគឺជាគូដ៏ស្វិតស្វាញខ្លាំងមែនទែន វ៉ាវ លេខមាន 10k មកក៏ចង់ចូលដល់មកកា thế hết thế tôi vậy tao trái vật ba trái vật